tăng lên krương một tàu tăng lên krương một tàu tăng lên krương một tàu សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺថាឆ្លៀតពេលបន្តិចទៅនៃពីការងារយកសំណប់ចិត្តរបស់ខ្ញុំបាទគឺយកម៉ូតូរបស់ខ្ញុំហ្នឹងមកបិទស្គូតការពារព្រោះអីតាំងពីទិញមកជិត2ខែបងប្អូនអត់ទាន់មានបានបិទទេបាទភាសាជាប់ការងារច្រើនហើយឥឡូវនេះគឺថាជាងគាត់បានដោះផ្នែកមួយចំនួនដើម្បីយកទៅជូតសម្អាតដើម្បីឲ្យបិទទៅជប់ល្អបាទធម្មតាទេបងប្អូនរបស់យើងស្រឡាញ់អញ្ចឹងហើយយើងបិទស្គូតការពារខ្លះទៅដើម្បីឲ្យការពារទឹកថ្នាំបាទការពារឆ្កូតអីចឹងទៅហើយខ្ញុំបានឡើងពណ៌ទៅពណ៌ខ្មៅទាំងអស់បាទកន្លែងនេះគឺឃើញជាងគាត់បិទណាដោយសារវាពណ៌សទឹកប្រាក់ហើយខ្ញុំចង់សាកតែពេលបិទខ្មៅអីទាំងអស់ចឹងទៅវាចេញមកមិនណាបែបមិនវិញហើយខ្ញុំអត់គាត់ដាក់ស្គូតខ្មៅគ្រើមបាទទាំងសងខាងតម្ដងដើម្បីឡើងខ្មៅទាំងអស់តែបើថាបិទទៅអត់ស្អាតយើងបកចេញពីកន្លែងសហ្នឹងឲ្យវាឃើញសចឹងទៅកន្លែងសាកពណ៌ខ្មៅចឹងសិនទៅបាទចឹងហើយនៅក្នុងខាងចុងវីដេអូខ្ញុំនឹងដាក់វីដេអូ review ទាំងអស់អូខេអញ្ចឹងចាំមើលវីដេអូនៅខាងចុងទាំងអស់គ្នាឥឡូវនេះថាមកមើលផ្នែកមួយចំនួនដែលអាចបិទបានដោយថាយើងតាមជាងដែរជាងគាត់ថាផ្នែកខ្លះបិទបានផ្នែកខ្លះគឺបិទអត់បានទេបងប្អូនវាអត់ដូចអាសង់អត់ដូច Scoopy អីទេបងប្អូនគឺយើងបិទទៅតាមលទ្ធភាពតាមជាងដែលគាត់ថាបិទបានណាហើយយើងបិទបានផ្នែកផែជា 85% បងប្អូនផ្នែកដែលយើងបិទបានណាហើយសងខាងចឹងទៅហើយជាងគាត់ជាយាមបិទឲ្យលឿនដែរសារគ្នាគាត់ច្រើនដែរអាច2 3នាក់បិទលឿនហ្នឹងណាហើយចំណាយពេល5 ម៉ោងជាងបងដែលចង់បិទអីអាចតំណតំកាត់ទៅបាទហើយឥឡូវនេះគឺថាយើងគិតរួចរាល់ហើយចឹងហើយតោះយើងមកមើលជាមួយនឹង result